บัดជំរាបសួរបងប្អូនតគ្នាអញ្ចឹងចំពោះវីដេអូមួយនេះយើងបង្រៀនបញ្ចប់ tool យើងតែម្ដងបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរអញ្ចឹងបងប្អូនចូលទៅសិក្សាជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងចំពោះ tool ដែលយើងត្រូវសិក្សាបន្ទាប់ហ្នឹងគឺទាក់ទងនឹង zoom tool បាទអញ្ចឹងចំពោះ tool មួយនេះវាមានតួនាទីសម្រាប់ zoom in zoom out ឬក៏យើងហៅថាព្រីកព្រមអញ្ចឹងបាទដើម្បីមើលផ្ទាំងការងាររបស់យើងបាទអញ្ចឹងចំពោះការប្រើប្រាស់ tool មួយនេះយើងមានវិធីសាស្ត្រច្រើនក្នុងការប្រើប្រាស់បាទអញ្ចឹងចំពោះវិធីសាស្ត្រទី1យើងអាចយកមកចុចខាងលើនេះមកវាមានបូកដកបាទអញ្ចឹងចំពោះបូកបានន័យថា zoom in ចំពោះដកបានន័យថា zoom out អញ្ចឹងទៅបាទអញ្ចឹងផ្សិនបើយើងចង់ពង្រីកបាទពង្រីកឲ្យវាធំគឺយើងយកសញ្ញាបូកនេះមកយើងចង់ zoom in យើងคลิกមកឆ្វេងមកបាទគឺវានឹង zoom in បែបនេះព្រីកឲ្យធំអញ្ចឹងបាទផ្សិនបើយើងចង់ឲ្យវាដកព្រមចូលវិញយើងយកសញ្ញាដកនេះមកហើយយើងចុច click មកឆ្វេងដូចគ្នាคลิกឲ្យច្រើនមកគឺវានឹងពង្រួមចូលវិញបាទវិធីសាស្ត្រមួយទៀតផ្សិនបើយើង set នៅ zoom out យើងចង់ឲ្យវា zoom in យើងចុច alt បូកជាមួយ click មកឆ្វេងមកហើយទាញមកគឺវានឹង zoom in ហើយបាទប៉ុន្តែនៅពេលដែលយើង set នៅសញ្ញាបូកតមកទៀតយើងចង់ព្រមអញ្ចឹងយើងគ្រាន់តែចុច alt ឲ្យជាប់ហើយ click មកឆ្វេងមកយើងអាចព្រីកព្រមបានអញ្ចឹងទៅបាទអញ្ចឹងចំពោះវិធីសាស្ត្រមួយទៀតគឺទាក់ទងនឹងការប្រើប្រាស់ shortcut បាទយើងចង់ព្រីកព្រមបើយើងចង់ zoom in យើងចុច control បូកជាមួយសញ្ញាបូកមកគឺវា zoom in ហើយបាទប៉ុន្តែនៅពេលដែលយើងចង់ព្រមឬក៏ zoom out យើងគ្រាន់តែចុច control ឲ្យជាប់បូកជាមួយសញ្ញាដកមកគឺវានឹង zoom out ហើយបាទអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការប្រើប្រាស់ zoom tool បាទអញ្ចឹងចំពោះចំណុចបន្ទាប់ទៀតទាក់ទងនឹង edit toolbar បាទអញ្ចឹងដោយដែលខ្ញុំបានបង្ហាញពីវីដេអូខាងដើមអញ្ចឹងទាក់ទងនឹង edit toolbar ហ្នឹងគឺជាទីតាំងមួយកន្លែង tool បាទនៅពេលដែលយើងបាត់ tool អ្វីមួយយើងអាចមករកនៅក្នុងនឹងបានបាទអញ្ចឹងឧទាហរណ៍ខ្ញុំបាត់ tool អ្វីមួយអញ្ចឹងចុះឧទាហរណ៍បាត់ motu អីអញ្ចឹងទៅយើងចង់ឲ្យវាមកវិញដូចដើមទាំងអស់យើងគ្រាន់តែ click លើ tray 3នេះឲ្យជាប់មកហើយយកពាក្យថា edit toolbar ហើយយើងយកពាក្យថា restore default វិញមកហើយយើងចុចដានមកគឺវាមកវិញដូចដើមហើយបាទខ្ញុំគ្រាន់តែបង្ហាញបន្ថែមទៀតតិចតួចតែប៉ុណ្្នឹងទេបាទអញ្ចឹងចំពោះចំណុចបន្ទាប់ទៀតទាក់ទងនឹងការផ្លាស់ប្ដូរនេះពណ៌បាទអញ្ចឹងជាទូទៅពណ៌វាសខ្មៅបាទចុច shortcut អក្សរ D មកគឺវាសខ្មៅបែបនេះបាទប៉ុន្តែនៅពេលដែលយើងចង់ឲ្យវាត្រឡប់លើក្រោមអញ្ចឹងយើងយកមកចុចកន្លែងនេះឃើញអត់មួយទៀតយើងអាចប្រើ shortcut ចុចអក្សរ X បាទចុចតែអក្សរ X មកគឺវានឹងផ្លាស់ប្ដូរហើយបាទហើយយើងអាចផ្លាស់ប្ដូរពណ៌ចុចអក្សរ X មកផ្លាស់ប្ដូរពណ៌ផ្សេងទៀតអញ្ចឹងទៅអញ្ចឹង shortcut វាផ្លាស់ប្ដូរពណ៌នៅទីនេះគឺអក្សរ X ប៉ុន្តែនៅពេលដែលយើងចង់ឲ្យវាពណ៌ដូចដើមគឺអក្សរ D បាទគឺវាសខ្មៅវិញហើយចំពោះខាងក្រោមនេះដូចជាអត់មានអីទេអានេះគ្រាន់តែជាការកំណត់ full screen អញ្ចឹងទៅឬក៏យើងប្រើ shortcut អក្សរ F បាទអញ្ចឹងបើសិនជាវាមានបញ្ហាបែបនេះបានន័យថាវាមកពីកន្លែងនេះឯងទាក់ទងនឹងការស្រី full screen ឬក៏យើងចុច shortcut វាគឺអក្សរ F បាទសង្ឃឹមថាបងប្អូនយល់ទាក់ទងនឹង tool ដែលយើងបានសិក្សាកន្លងមកហើយនឹងសម្រាប់ tool ថ្ងៃនេះផងដែរបាទអញ្ចឹងខ្ញុំអត់មានអ្វីទេយើងនឹងចូលទៅមេរៀនអនុវត្តទាំងអស់គ្នានៅវីដេអូបន្តទៀតបាទអញ្ចឹងសម្រាប់ tool ថ្ងៃនេះមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណនិងសូមជម្រាបលា